Rồi sốដល់ប្រិមិត្តដែលកំពុងតាមដានទស្សនាតាមរយៈវីដេអូនេះតែខ្ញុំបាននឹងលើកយកនៅប្រវត្តិនៅប្រាសាទមួយបាទនោះគឺប្រាសាទប្រែរូបដោយតែម៉ែបងប្អូនបានដឹងរួចមកហើយថាប្រទេសកម្ពុជារបស់យើងគឺសម្បូរទៅដោយប្រាសាទជាច្រើនបាទនៅក្នុងប្រទេសកម្ពុជាយើងនេះអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរខ្ញុំបាននឹងលើកយកនៅប្រវត្តិសាស្ត្រនេះតែម្ដងប្រាសាទប្រែរូបមានទីតាំងស្ថិតនៅចម្ងាយប្រមាណជា 2300 ម៉ែត្រពីផ្លូវខ្វែងវងធំនិងវងតូចនៃតំបន់អង្គរក្នុងខេត្តសៀមរាបត្រង់ជ្រុងស្រះនៃផ្លូវកែងកាច់ទៅទិសខាងជើងនិងស្ថិតនៅចម្ងាយប្រមាណជា 500 ម៉ែត្រពីខាងត្បូងតំបន់តាក់សិននៃបារាយនិងទិសបូព៌ាគឺនៅត្រង់បង្គោលគីឡូម៉ែត្រលេខ 16ប្រាសាទប្រែរូបត្រូវបានកសាងឡើងនៅចុងទសវត្សរ៍ទី 10 ក្នុងគ្រិស្តសករាជ 961 ដោយព្រះបាទរាជិន្ទ្រវរ្ម័នទី 2 ក្នុងឆ្នាំ 944 ដល់ឆ្នាំ 968 ព្រះមច្ឆាបរណនាមព្រះអង្គព្រះបរមសេវលោកដើម្បីឧទ្ទិសថ្វាយចំពោះលទ្ធិព្រហ្មញ្ញសាសនាប្រាសាទប្រែរូបត្រូវបានប្រារព្ធឧទ្ទិសឆ្លងសេវលឹង្គសម្រាប់រាជឈ្មោះរាជិន្ទ្រវរ្ម័ននៅឆ្នាំ 961 នៃគ្រិស្តសករាជដោយព្រះបាទកម្រងតេញអញស្រីរាជិន្ទ្រវរ្ម័នទេវៈប្រាសាទប្រែរូបជាប្រាសាទភ្នំដែលត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាប្រាសាទនេះបានសាងឡើងក្រោយប្រាសាទមេបុណ្យខាងកើតក៏ប៉ុន្តែប្រាសាទនេះមានសភាពដូចគ្នាបេះបិទជាមួយនឹងប្រាសាទមេបុណ្យខាងកើតពោលគឺប្រាសាទដែលបានសាងសង់ឡើងជាប្រាសាទភ្នំព្រមទាំងមានថែវលិចចេញតាំងពីពេលកសាងមកម្លេះប្រាសាទមានរៀបជាបន្ទប់វែងសំជុងមកក្រោមទៀតតាមការបង្ហាញពីមន្ត្រីផ្នែកបុរាណវិទ្យានៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានដឹងថាតាមសិលាចារឹករបស់ប្រាសាទប្រែរូបបានបញ្ជាក់ពេលវេលានៃការកសាងយ៉ាងច្បាស់ព្រមទាំងបានបញ្ជាក់អំពីព្រះរាជវង្សនៃព្រះបាទរាជិន្ទ្រវរ្ម័នដែលព្រះអង្គបានសាងលឹង្គឈ្មោះរាជិន្ទ្រភទ្រាស្វារៈដាក់នៅលើតួប្រាសាទកណ្ដាលហើយក៏មានបង្ហាញដោយរូបនិងសំណាក់ព្រះអង្គតម្កល់នៅនឹងប្រាសាទតាមជ្រុងផងដែរដែលសុទ្ធសឹងតាក់ទងទៅនឹងលទ្ធិព្រហ្មញ្ញសាសនាប្រាសាទប្រែរូបត្រូវបានកំណត់អត្ថន័យជាទូទៅថាជាទីកន្លែងសម្រាប់បូជាព្រះសពឬការប្រែរូបរាងកាយពីសពទៅជាផេះផង់ការហៅឈ្មោះនេះដោយសារគេយល់ថាអាងមួយមានរាងទ្រវែងចតុកោណកែងកសាងអំពីថ្មភក់នៅចំពីមុខជណ្ដាលឡើងនៅប្រាង្គប្រាសាទខាងលើគឺជាក្តារមឈូសសម្រាប់ដាក់សាកសពព្រះរាជាហើយត្រូវបានបូជានៅទីនោះនៅពេលបូជាព្រះសពឲ្យក្លាយជាផេះនិងកំទេចឆ្អឹងហើយគេក៏អាចប្រមូលយកទៅលាងនៅឯតួប៉មចំហមួយដែលមានរាងដំបូលជាសាជីសាងអំពីថ្មបាយក្រៀមមានសសរចំនួន4ស្ថិតនៅទិសឦសាននៅខាងក្នុងតួប៉មមានផ្ទាំងថ្មភក់មួយក្នុងទម្រង់ជាត្បាល់កិនមានរាងការ៉េដែលមានបង្ហូរទឹកចេញ ។
ប៉ុន្តែការយល់ឃើញរបស់អ្នកស្រុកខាងលើមិនត្រឹមត្រូវទេហាងដែលអ្នកស្រុកថាជាក្តាមឈូសនោះគឺជាទម្រសម្រាប់ទ្ររូបសំណាកថ្មគូនន្ទៈដែលជាយានជំនិះរបស់ព្រះឥសូរព្រោះប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនារីឯទម្ររាងក្បាលកិនតាមពិតជាទម្រយោនីរបស់ព្រះនាងឧមាសម្រាប់ទ្រសេវៈលិង្គរបស់ព្រះឥសូរអរគុណដល់ប្រិយមិត្តដែលតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយប្រិយមិត្តថ្មីដែលមិនទាន់ Subscribe សូមជួយ Subscribe ម្នាក់មួយដើម្បីទស្សនាបានវីដេអូថ្មីនៅពេលដែលខ្ញុំបានបង្ហោះទៅអរគុណជួបគ្នានៅវីដេអូក្រោយទៀត